គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2បានសម្រេចការសាងសង់បាន 40% ហើយគម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2អាចនឹងមានសមត្ថភាពស្តុកទឹកបានប្រមាណ860លានម៉ែត្រគីបនិងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាដែលមានទីតាំងនៅលើស្ទឹងប្រម៉ោយក្នុងឃុំរកាត់ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ទំនប់អាងទឹកលេខ2នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយចំនួនរួមមានទី1អាចស្តុកទឹកបាន860លានម៉ែត្រគីបនិងអាចស្របលើផ្ទៃដីចំនួន 262,500 ហិកតា ដែលនឹងផ្ដល់ទឹកប្រើប្រាស់យ៉ាងគ្រប់គ្រាន់ដើម្បីពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមកទី3បញ្ជាបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់ទី4ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះបានសម្រេចប្រមាណ 40% ដែលបានចាប់ផ្ដើមអនុវត្តក្នុងខែមករាឆ្នាំ2025ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2027